វិសុប្រិមិត្តជាទីគោរពថ្ងៃនេះខ្ញុំសូមធ្វើការចែករំលែកនៅពាក្យបច្ចេកទេសថ្មីមួយទៀតដែលមានថានីតិឯកជនតើនីតិឯកជនមានអត្ថន័យដូចនេះអមស្អីដែលបានជាវសតិនក្រមបច្ចេកសព្ទណាយកទាំងពីខ្ញុំក្តីពីមនាគារផ្សេងក្តីណាឬក៏តាមតូបលក់សិភៅមួយចំនួនក្តីអូស្ត្រាលីយកមកបើកទំព័រ182ដដែលនិយាយពីនីតិឯកជនជាវិធានទាំងឡាយដែលគ្រប់គ្រងទំនាក់ទំនងគតិយុត្តរវាងបុគ្គលឯកជននិងបុគ្គលឯកជនក្រុមបុគ្គលនិងក្រុមបុគ្គលនឹងហើយមិនស្ថិតក្រោមនីតិសាធារណៈទេឧទាហរណ៍នីតិពាណិជ្ជកម្មនីតិការងារនីតិរដ្ឋវិន័យជាដើម private law ហើយភាសាអង់គ្លេសបាទអញ្ចឹងដើម្បីស្វែងមកលើឲ្យស្ទើរងាយយល់ខ្ញុំបានធ្វើយន្តន័យថ្មីមួយទៀតមានថានីតិឯកជនជាបទដ្ឋានគតិយុត្តណាជាបទដ្ឋានគតិយុត្តដែលចែកអំពីទំនាក់ទំនងផ្នែករដ្ឋវិន័យឡងហើយហ្នឹងផ្នែករដ្ឋវិន័យតើរដ្ឋវិន័យហ្នឹងស្អីទេចេះទេហើយថាផ្នែករដ្ឋវិន័យចឹងបទដ្ឋានគតិយុត្តអនស័យក៏បានដឹងហើយវាមិនខុសពីវិធានគតិយុត្តទេពាក្យហ្នឹងមានន័យដូចគ្នាណាឬក៏ច្បាប់និយាយខ្លឹមក៏អាចណាអញ្ចឹងក៏បានណាចាញ់អំពីទំនាក់ទំនងអនស័យដឹងហើយទំនាក់ទំនងនៃរដ្ឋវិន័យមានអីខ្លះណាចំណែកក្នុងទំនាក់ទំនងរដ្ឋវិន័យដូចជាទំនាក់ទំនងផ្នែកពាណិជ្ជកិច្ចការជួញដូរទំនាក់ទំនងញាតិអ្នកនោះញាតិអីគេទៅបាទអ្នកនោះញាតិរវាងកូនប្រពន្ធណាបងប្អូនម្ដាយឪពុកណាទំនាក់ទំនងកិច្ចសន្យាវាមានកិច្ចសន្យាការងារកិច្ចសន្យាអីកិច្ចសន្យាមកការកិច្ចសន្យាកម្ចីបរិភោគកម្ចីអីដែលខ្ចីលុយវិទ្យាគារអីដឹងហើយអាដឹងថាទាំងអស់ហ្នឹងហើយញាតិជាសកម្មភាពស៊ីវិលហើយសកម្មភាពស៊ីវិលហ្នឹងហើយគេចងពីទំនាក់ទំនងហ្នឹងដើម្បីឲ្យមនុស្សមានការគោរពសិទ្ធិនិងគោរពកាតព្វកិច្ចដែលមានចែងក្នុងកិច្ចសន្យាឧទាហរណ៍យើងចង់និយាយថាករណីឪពុកម្ដាយចែកទ្រព្យឲ្យកូនឧទាហរណ៍ចែកទ្រព្យឲ្យកូនផ្ទះមួយល្វែងពីរល្វែងអីចឹងទៅម្នាក់អីទៅតាមមានតាមខអញ្ចឹងណាឬក៏ដីធ្លីអីចឹងទៅអាហ្នឹងហើយម្ដងរដ្ឋវិន័យចែកឲ្យកូនទទួលមានន័យថាទំនាក់ទំនងហ្នឹងកាត់ឡើងថាបើអត់ទទួលទំនាក់ទំនងអត់កាត់ឡើងទេអញ្ចឹងណាហើយដោយសារថាពេលវេលាយើងអត់ចប់ខ្ញុំសូមគោរពថ្លែងអំណរគុណទៅប៉ុណ្ណេះដោយសារថាហើយក៏សូមគោរពជូនពរស្រីនាងកញ្ញាមានសុខភាពល្អសំណាងល្អ